ព្រះអង្គគង់ចាស់ព្រះនាងទាំងអស់នេះក៏មិនសមរម្យថែមទាំងធ្វើឲ្យគេសើចចំអកទៀតផងអាកប្បកិរិយាដូចក្មេងខ្ចីមួយចំនួនឲ្យដូចជាក្បាច់រាំរបស់ក្មេងតូចពិតជាមិនគួរឲ្យគោរពទេជាងទៅហ៊ូស្អុយនិងមីគូខ្ញុំទៅទៀតព្រះអង្គគង់ចូលចិត្តសម្លេងអ៊ូអរទេតែពួកគេបានធ្វើបែបនេះច្បាស់ណាស់គឺមិនគោរពទ្រង់ខ្ញុំព្រះអង្គស្គាល់ពួកគេច្បាស់ហើយមិនក៏ពួកអ្នកហ៊ានរាំរបាំឈួតបែបនេះពិតជាធ្វើឲ្យបាត់បង់សីលធម៌និងសោភ័ណភាពអស់ហើយទំនុកច្រៀងក៏ថោកទាបដូចជាលបួងក្មេងតូចអីចឹងពួកអ្នកគិតថានេះជាការប្រមាថមើលងាយសម្រាប់ក្មេងអាយុ7ឆ្នាំនេះមិនមែនជាប្រភេទបទចម្រៀងរឿងដែលព្រះអង្គចូលចិត្តស្ដាប់កាលពីនៅក្មេងទេកាលពីយប់មិញព្រះករុណាត្រូវបានទំនុកច្រៀងនេះធ្វើឲ្យរីករាយហើយត្រូវបានលួងលោមដោយក្មេងសោះចុះឥឡូវមិនក៏ទ្រង់ទូកំហឹងយ៉ាងនេះទៅវិញព្រះអង្គគង់ចាស់គឺព្រះនាងស៊ូថាបានញុះញង់ហើយនាងថែមទាំងបានដាក់ថ្នាំបំពុលលើព្រះអង្គទៀតផងខ្ញុំនៅឲ្យស្ងៀមនិងបញ្ជូនក្រុមស្រីស្នំទាំងអស់ដែលមានចៅយានជាមេដឹកនាំចូលទៅក្នុងវង្សត្រជាក់ទាំងអស់គ្នាដរាបណាសៀវទីងបោះបង់ចោលទឹកដីដែលបានប្រទានឲ្យក្រោមការបញ្ចុះបញ្ចូលរបស់ឪពុកម្ដាយធ្វើឲ្យមនុស្សបែកបាក់គ្នាខ្ញុំនឹងអាចប្រើការពិតនៃការរត់គេចខ្លួនដើម្បីដាក់អំពើនឹងអាចប្រើព្រះចក្រអធិរាជហើយកូនស្រីរបស់ខ្ញុំឆាវវិនវូក៏នឹងក្លាយជាជនរងគ្រោះដែរមិនល្អទេប្រសិនបើព្រះអង្គខ្លាចជាធៀបនៅចំពោះមុខសាធារណជនកេរ្តិ៍ឈ្មោះរបស់គាត់នឹងត្រូវបំផ្លាញភ្លាមព្រះចក្រអធិរាជព្រះចក្រអធិរាជអាយេឌីកាច់តើយើងកំពុងធ្វើអ្វីហាហាហេតុនំនំស៊ូខាងរានមិនគោរពព្រះចក្រអធិរាជហើយមានបំណងធ្វើគៀបព្រះចក្រអធិរាជនេះជាប្រហែលជាស្រីឈួតនេះហើយចាប់នាងទៅខាងរានលេងច្រើនពេកហើយជីវិតរបស់ខ្ញុំនឹងលែងមានសុវត្ថិភាពហើយខាងរានយើងមើលថាអ្នកណាហ៊ានប៉ះមនុស្សរបស់យើងមើលថាអ្នកណាហ៊ានប៉ះមនុស្សរបស់យើងព្រះអង្គគង់ចាស់ទូបង្គំបានជួយសង្គ្រោះព្រះអង្គមុននឹងបានកសាងនិងបូជាថ្វាយព្រះអង្គសូមព្រះអង្គមេត្តាគុំបញ្ជូនកូនស្រីទូបង្គំទៅវាំងត្រជាក់អីតើទូបង្គំមិនស្ម័គ្រចិត្តទេព្រះនាងចៅចិនពីងសៀពីងនិងអ្នកអតីតទៀតពាក្យសម្ដីនិងអាកប្បកិរិយារបស់ពួកគេមិនសមរម្យគួរតែបិទទ្វារសញ្ជឹមគិតសូមថ្លែងអំណរព្រះគុណព្រះអង្គម្ចាស់ព្រះមនាងសុខមានទាំងគុណធម៌និងទេពកោសល្យមកពីត្រកូលអភិជនតែថ្ងៃនេះយើងសូមប្រកាសតែងតាំងស៊ូថាងរានជាព្រះមហេសីចាប់ពីថ្ងៃនេះទៅត្រូវបានតែងតាំងជាព្រះមហេសីហើយគឺជាអធិរាជិនីពីព្រះរាជដំណាក់ព្រះបន្លានិងបម្រើព្រះបន្លា10ថ្ងៃក្រោយពិធីតែងតាំងនឹងប្រព្រឹត្តទៅស្អីគេពេតព្រះអង្គនាងគ្រាន់តែជាស្ត្រីព្រៃផ្សៃម្នាក់មកពីតំបន់ព្រំដែនតើនាងអាចធ្វើជាអធិរាជិនីបានយ៉ាងដូចម្តេចទៅកុំឲ្យនាងធ្វើជាអធិរាជិនីអីត្រូវហើយពេតព្រះអង្គនារីត្រកូលស៊ូមានឋានៈត្រឹមតែជាកូនសាមញ្ញជនកេរិនប៉ុណ្ណោះការតែងតាំងជាអធិរាជិនីភ្លាមគឺមិនស្របតាមលំដាប់លំដោយទេពេតព្រះអង្គនារីត្រកូលស៊ូមានដើមកំណើតទាបហើយមានអាកប្បកិរិយាប្រហានពិបាកនឹងទទួលបានការគោរពពីមហាជនយើងជាអធិរាជយើងចង់ឲ្យអ្នកណាធ្វើជាអធិរាជិនីខ្ញុំយល់ថាក្នុងនាមជាអធិរាជិនីមិនចាំបាច់មាននរណាម្នាក់មកបញ្ជាទេស្នំស៊ូអាចឈានជើងចេញមុខក្នុងគ្រាលំបាកនេះបានជួយដល់យើងត្រឹមតែភាពក្លាហាននិងបេះដូងស្មោះត្រង់នេះគឺគ្រប់គ្រាន់ដើម្បីឲ្យនាងស័ក្តិសមនឹងតំណែងអធិរាជិនីហើយព្រះមហេសីឆាប់អរព្រះគុណព្រះអង្គគង់ចាស់ទៅអរព្រះគុណព្រះមហាក្សត្រខ្ញុំលើកតម្កើងអ្នកជាអធិរាជិនីមិនមែនត្រឹមតែដោយសារអ្នកដូចបងស្រីនោះទេគឺដោយសារតែភាពពិសេសរបស់អ្នកទីបំផុតខ្ញុំនៅតែគេចមិនផុតមែនដើមឡើយក៏ត្រូវស្ដេចឆ្កែនេះតាមយាយីរួចទៅហើយឥឡូវនេះទើបត្រូវបានតែងតាំងជាមហាក្សត្រីទៀតហើយកាន់តែពិបាកគេចវេសទៀតមិនបានទេខ្ញុំត្រូវរកវិធីហើយខ្ញុំសូមរំលឹកកុំគិតជ្រុលហួសហេតុពេកហើយក៏កុំគិតចង់ដណ្ដើមតំណែងជាមហាក្សត្រីពីខ្ញុំដែរបើមិនដូច្នោះទេនាងនឹងស្លាប់យ៉ាងវេទនាបំផុតព្រះនាងខ្ញុំពិតជាមិនចង់ដណ្ដើមតំណែងមហាក្សត្រីអ្វីពីអ្នកទេតាមពិតគឺមហាក្សត្រីគុណធម៌ដ៏ធំធេងអស្ចារ្យមិនងាយចោះចាញ់ទាំងរស់ទាំងស្លាប់ខ្ញុំពិតជាចង់ត្រូវគេដាក់ទោសដូចអ្នកដែរតែមិនស្លាប់នោះទេល្អបំផុតគឺកុំឲ្យខ្ញុំជួបមុខព្រះអង្គម្ចាស់នោះទៀតឃើញហើយឈឺចិត្តណាស់ព្រះនាងចៅខ្ញុំអាចសូមរៀនធ្វើជាសិស្សអ្នកបានទេខ្ញុំចង់រៀនពីអ្នករៀនអ្វីធ្វើដូចម្ដេចទើបអាចធ្វើឲ្យគេធុញទ្រាន់ដូចអ្នកបានអូយឈប់ការលាតត្រដាងរឿងមិនទាន់គ្រប់គ្រាន់នឹងឲ្យអាម៉ាស់មុខទេគឺបង្គំមិនរំខានទេថ្វាយបង្គំលាព្រះនាងម្ចាស់សូមតាមខ្ញុំបាទទៅព្រះដំណាក់ផ្ទាល់ព្រះនាងម្ចាស់នេះជាព្រះដំណាក់ពងអ៊ីហើយចាប់ពីពេលនេះទៅនេះនឹងក្លាយជាព្រះដំណាក់ផ្ទាល់របស់ព្រះនាងម្ចាស់ហើយបាទ
ស្ត្រីស៊ូពិតជាអស្ចារ្យណាស់ទើបតែចូលវាំងមិនទាន់ដល់7ថ្ងៃផងក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាព្រះមហាក្សត្រីទៅហើយប្រសិនបើលោកតានិងលោកយាយបានដឹងប្រកាសជារីករាយចំពោះទ្រង់ខ្លាំងណាស់ទាំងអស់នេះគឺជាអំណោយដែលព្រះមហាក្សត្របានប្រទានដល់ទ្រង់លីវលីខ្ញុំមានអារម្មណ៍ថាចង់ស្នាក់នៅក្នុងប៊ូតែបន្តិចទ្រង់កំពុងនិយាយពីអ្វីអេយ៉ាលីវលីព្រះមហាក្សត្រីថ្ងៃនេះរៀបចំខ្លួនឲ្យបានល្អទៅព្រះមហាក្សត្រនឹងយាងមកយប់នេះហើយមែនអេលីវលីខ្ញុំចង់ញ៉ាំអាហារពេលល្ងាចបែបអាមេរិកសម្រាប់អាហារថ្ងៃត្រង់ស្ងាត់អ្នកណាគេនៅទីនោះខ្ញុំទេលីវលីជាជនក្បត់នេះស្ដេចឆ្កែនេះមកដល់ហើយក៏មិនប្រាប់ដំណឹងមួយម៉ាត់ដែរអូគឺព្រះអង្គម្ចាស់ទេតើមានអ្វីខ្លះនៅក្នុងព្រះបរមរាជវាំងនេះក្នុងព្រះបរមរាជវាំងនេះក្រៅពីយើងជាព្រះអង្គតើមាននរណាទៀតអាចលួចចូលបន្ទប់ព្រះមហេសីបានព្រះករុណាសូមព្រះអង្គយាងចេញទៅសិនទៅខ្ញុំម្ចាស់កំពុងងូតទឹកដងខ្លួនអាក្រាតកាយបែបនេះក៏មិនសមរម្យប៉ុន្មានដែរតើព្រះអង្គនៅមានបន្ទូលអ្វីទៀតទេមិនបាច់ទេថ្ងៃនេះទីបំផុតក៏មកដល់មែនទេទៅចេញមុខមកក្រោមអំណាចរាជដោយបង្ខំយើងមកនេះចង់សួរអ្នកពីរបីសំណួរព្រះករុណាសូមព្រះអង្គសួរទៅក្នុងរាជវាំងនេះមនុស្សគ្រប់គ្នាប្រាថ្នាតំណែងព្រះមហេសីតែអ្នកបែរជាមិនចង់ធ្វើជាព្រះមហេសីរបស់ខ្ញុំហេតុអ្វីទៅកាលនោះដោយសារខ្ញុំម្ចាស់ខ្លាចស្លាប់ហើយពេលខ្លះព្រះអង្គទ្រង់ដូចមនុស្សពីក្នុងកាយតែមួយទៀតព្រះអង្គសង្ហាស្រស់ថ្លាព្រមទាំងមានប្រាជ្ញាឆ្លៀសវៃទាំងចំណេះដឹងនិងយុទ្ធសាស្ត្រតើនារីណាម្នាក់នឹងមិនពេញចិត្តព្រះអង្គនោះនិយាយតាមត្រង់ទៅនេះហើយជាការពិតព្រះអង្គទូបង្គំកោតសរសើរគោរពបូជានិងពេញចិត្តព្រះអង្គប៉ុន្តែទូបង្គំជាមនុស្សបេះដូងតូចណាស់នៅក្នុងដំណាក់ស្រីនេះមនុស្សគ្រប់គ្នាមានគ្រួសារដែលមានអំណាចឥទ្ធិពលនិងមានក្នុងបង្អែកចំណែកគ្រួសារទូបង្គំនៅឆ្ងាយដាច់ស្រយាលគ្មានអ្នកណាជាក្នុងបង្អែកនោះទេបើទូបង្គំអាចឡើងធ្វើជាព្រះមហេសីបានមែននោះព្រះនាងស្ត្រីចៅនិងពួកស្រីបម្រើថោកទាបផ្សេងនឹងធ្វើបាបនឹងវិសាទូបង្គំហើយជីវិតក្រោយនឹងពិបាករស់ព្រះអង្គអើយខ្ញុំពិតជាស្មោះត្រង់នឹងព្រះអង្គណាស់ខ្ញុំស្រឡាញ់ព្រះអង្គអស់ពីចិត្តព្រះអង្គជឿខ្ញុំចុះបើព្រះអង្គមិនជឿទេលុះត្រាតែព្រះអង្គបង្ហាញភស្តុតាងឲ្យខ្ញុំឃើញហឹម